សំសួរលោកចាគ្រូថាតើឯកវោការភពនិងចតុវោការភពនិងបញ្ចវោការភពបានដល់បុគ្គលពួកណានៅក្នុងចក្រវាលយើងនេះក្នុងភពយើងនឹងវាមាន31ភពទាំងអស់ណាគឺអបាយភូមិ4មនុស្ស1សុគតិសួគ៌6ហើយរូបព្រំ16ហើយនិងអរូបព្រំ4ដែលសរុបទៅ31ចាប់ពីអបាយភូមិ4រហូតមកមនុស្សយើងហើយទេវតា6ជាន់ហើយរូបព្រំ15ទៀតណា20ជាងហ្នឹង25នឹងឯង25 26នឹងឯងហៅថាបញ្ចវោការភពគឺជាភពដែលមានខណ្ឌ5អញ្ចឹងនៅក្នុងប្រេតក៏មានខណ្ឌ5នរកប្រេតដេតិឆានសុរកាយទេវតាអ្នកត្រឹមក្រោមនឹងរូបព្រំ15វាអសញ្ញ័យសត្វតាមមួយចេញហ្នឹងគឺសិតតែមានបញ្ញខណ្ឌមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណមានធម៌5ហ្នឹងបានហៅថាបញ្ចវោការភពគឺសត្វណាដែលកើតនៅក្នុងហ្នឹងហៅថាប្រព្រឹត្តទៅនៅក្នុងបញ្ចវោការភពហើយដល់ទៅក្នុងអរូបរូបព្រំមួយទៀតហៅថាអសញ្ញ័យសត្តាអសញ្ញ័យសត្តាហ្នឹងជាព្រំមួយបែបមានតែរូបតែអត់មានចិត្តវិញ្ញាណអត់មានវេទនាសញ្ញាសង្ខារវិញ្ញាណទេក្នុងបណ្ដាបញ្ញខណ្ឌហ្នឹងមានតែមួយតែប៉ុណ្ណោះមានតែរូបខណ្ឌអញ្ចឹងបានហៅថាឯកវោការភពឯកហ្នឹងប្រែតែមួយខ្មែរយើងប្រែតែឯកតួឯកឯកតួត្រីសម្ដីជាឯកលេខជាតួអក្សរជាត្រីឯកហ្នឹងទី1ណាហើយដល់ទៅអរូបព្រំ4ខាងលើមានអាកាសានញ្ចាយតនៈព្រំវិញ្ញាណញ្ចាយតនៈព្រំអកិញ្ចញ្ញយតនៈព្រំនិងនេវសញ្ញានាសញ្ញាយតនៈព្រំ4នឹងឯងគឺជាសត្វដែលមានតែខណ្ឌ4អត់មានរូបទេមានវេទនាមានសញ្ញាសង្ខារវិញ្ញាណក្នុងជីវិតរបស់ព្រំនឹងឯងទៅហៅនៅក្នុង4នឹងឯងហៅថាមិន4ឋានទេគឺថាក្នុងមួយឋានវាមានខណ្ឌ4មួយឋានមានខណ្ឌ4ហ្នឹងណាហៅថាចតុណាចតុវោការភព